ទស្សនវិជ្ជាបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាធ្លាប់តែឆ្ងល់ឬក៏ធ្លាប់តែឮពីប្រអប់ខ្មៅដែរឬទេហើយប្រអប់ខ្មៅនៅលើយន្តហោះគឺជាអ្វីហើយហេតុអីបានជានៅពេលដែលមានហេតុការណ៍ធ្លាក់យន្តហោះគេតែងតែស្វែងរកប្រអប់ខ្មៅហើយមែនតើទៅប្រអប់ខ្មៅគឺជាប្រអប់មានពណ៌ទឹកក្រូចដែលមានទីតាំងស្ថិតនៅផ្នែកខាងក្រោយបង្អស់នៃកន្ទុយយន្តហោះហើយប្រអប់ខ្មៅមានចំនួន2គឺយើងហៅថា Flight Data Recorder ហើយនិងមួយទៀតគឺ Cockpit Voice Recorder ដែលឧបករណ៍ទាំងពីរនេះគឺមាននន្ទីសំខាន់ក្នុងការរក្សាទិន្នន័យរបស់ការហោះហើររបស់យន្តហោះក៏ដូចជាទិន្នន័យនៃអត្ថសំឡេងនៃការសន្ទនារបស់អ្នកបើកបរយន្តហោះចឹងហេតុអីបានជាគេហៅប្រអប់នេះថាជាប្រអប់ខ្មៅទាំងដែលជាក់ស្ដែងយន្តហោះនេះគឺមានពណ៌ទឹកក្រូចទៅវិញមូលហេតុគឺអាចតកតងទៅនឹងកត្តាដូចជាយន្តហោះប្រអប់នេះគឺជាប្រអប់ដែលស្រាយចម្ងល់តកតងទៅនឹងមូលហេតុនៃការធ្លាក់យន្តហោះដូច្នេះនៅពេលដែលធ្លាក់យន្តហោះគេតែងតែស្វែងរកប្រអប់នេះដើម្បីសិក្សាស្វែងយល់ឬក៏ធ្វើការស៊ើបអង្កេតពីកត្តាដែលធ្វើឲ្យយន្តហោះនោះធ្លាក់ដូច្នេះហើយបានជាគេហៅប្រអប់នេះថាជាប្រអប់ខ្មៅការដែលផលិតប្រអប់ខ្មៅឬក៏ black box នឹងឲ្យមានពណ៌ទឹកក្រូចគឺមូលហេតុឬក៏គោលបំណងនៃការផលិតនឹងគឺដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្វែងរកទាំងនៅក្នុងទឹកឬក៏ក្នុងព្រៃនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដោយសារពណ៌នេះគឺអាចងាយស្រួលក្នុងការស្វែងរកហើយមួយទៀតសតនៅក្នុងប្រអប់ខ្មៅគឺមានថ្មដែលនៅពេលដែលមានហេតុការណ៍ធ្លាក់យន្តហោះវានឹងបញ្ចេញរលកសញ្ញាដើម្បីបង្ហាញទីតាំងរបស់វាហើយប្រអប់ខ្មៅត្រូវបានផលិតឡើងពីដែកដែកអ៊ីណុកឬគេហៅថា stainless steel និងមានច្រើនជាន់និងមានសភាពធន់ខ្លាំងទៅនឹងការប៉ះទង្គិចហើយនិងកម្ដៅហើយទោះបីជាឧបករណ៍នេះឬក៏ប្រអប់ខ្មៅនេះធ្លាក់នៅក្នុងជម្រៅសមុទ្រជ្រៅក៏វានៅអាចបញ្ចេញរលកសញ្ញាដើម្បីប្រាប់ទីតាំងរបស់វាហើយក៏វាមានភាពធន់ខ្លាំងទៅនឹងកម្ដៅនិងជម្រៅទឹកដូច្នេះប្រអប់ខ្មៅគឺជាប្រអប់មួយសម្រាប់ធ្វើការស្រាយចម្ងល់ទាក់ទងទៅនឹងមូលហេតុឬក៏កត្តាដែលធ្វើឲ្យយន្តហោះមួយនោះធ្លាក់ឬក៏មានបញ្ហាអ្វីខ្លះនៅក្នុងយន្តហោះ